បាទជំរាបសួរបងប្អូនហ្នឹងហើយថ្ងៃនេះគឺខ្ញុំមកបង្ហាញបងប្អូនអំពីទំហំចំណីដែលយើងដាក់ឲ្យកែបយើងស៊ីជារៀងរាល់ថ្ងៃណាបាទហ្នឹងហើយតិចទៀតខ្ញុំនឹងបង្ហាញពីសកម្មភាពថាទំហំប៉ុណ្ណាយើងដាក់ឲ្យកង្កែបស៊ីប៉ុណ្ណាអញ្ចឹងយើងមានទំហំនេះថ្ងៃនេះខ្ញុំមានទំហំចំនួន5លេខបាទគឺទី1គឺម្សៅនេះគឺមាត់ផង់តែម្ដងបាទម្សៅយើងហៅថាម្សៅហើយយើងមានទំហំ1លីបាទហើយមានទំហំ3លី4លីនិង8លីបាទ8លីនេះគឺសម្រាប់កែបសាច់ហើយកែបធំណាបាទហើយទំហំ4លីនេះគឺជាកូនកែបទេបាទកូនកែបនេះຂະຫນាតធំដែរណាវាប៉ុនមេជើងហើយអានេះຂະຫນាតកូនកែបដែលជាទូទៅបងប្អូនយើងត្រូវទិញច្រើនណា4លីសម្រាប់បងប្អូនយើងដែលទិញកូនយកទៅចិញ្ចឹមគឺត្រូវដាក់4លីឬក៏3លីណាបាទហើយ1លីនេះគឺជាកូនក្អុកទេនេះបងប្អូនយើងអ្នកដែលទិញកូនគឺមិនត្រូវទិញទេណាបាទមិនត្រូវទិញទេព្រោះអីវាទំហំ1លីនេះគឺតូចគឺស៊ីតែកូនក្អុកទេទិញតែជាកូនកែបមកគេដាក់2លីឲ្យស៊ីហើយអញ្ចឹងណាបាទថានេះម្សៅនេះកាន់តាបងប្អូនយើងមិនចាំបាច់គិតទៀតហើយព្រោះអានេះជាបោះកូនក្អុកទេណាមិនបោះកូនកែបយើងដែលយើងដាក់ចិញ្ចឹមទេណាបាទសំខាន់គឺចាប់ពី3លីនេះទៅបាទអញ្ចឹងតោះកុំឲ្យខាត់ពេលយូរយើងទៅមើលការដាក់ទាំងអស់គ្នាបាទអញ្ចឹងសម្រាប់កង្កែបដែលប៉ាន់មេដៃបាទប៉ាន់មេដៃបែបនេះគឺយើងដាក់3លីឲ្យស៊ីណាបាទតែត្រង់នេះវានៅតិចទេបងប្អូនណាបាទទំហំ3លីហើយយើងបាចអញ្ចឹងទៅណាបាទទំហំប៉ុណ្ណេះគឺទំហំភាគច្រើនគឺបងប្អូនយើងទិញយកទៅចិញ្ចឹមស៊ី3លីនេះណាប៉ាន់មេដៃនេះអញ្ចឹងយើងបាចឲ្យរាយនៅចិត្តខ្លួនវាទៅពេលដែលបងប្អូនយើងដាក់ចិញ្ចឹមដំបូងហើយយកទៅដល់យើងដាក់អញ្ចឹងទៅបាទហើយយើងបាចអញ្ចឹងទៅពេលដែលបងប្អូនទិញកូនកែបបាទដាក់ទៅគឺយើងដាក់អញ្ចឹងបាទយើងបាចបាទនេះយើងដាក់កាន់ក្តាប់តិចអញ្ចឹងទៅយើងបាចរាយអញ្ចឹងទៅបងប្អូនបាទឃើញទេចំណៃនៅចិត្តខ្លួនវាអញ្ចឹងមួយអញ្ចឹងយើងបាចថែមទៀតទៅបាទបាចហ្នឹងយើងបាចប៉ុណ្ណឹងដាក់ហាក់ផែប៉ុណ្ណឹងណាយើង2ដងអីទៅបងប្អូនបាទ2ដងអីទៅយើងមើលថាវាស៊ីអស់ប្រហែលជា5នាទីឬ10នាទីអីហ្នឹងពីយ៉ាង5នាទីទេបងប្អូនមិនដល់10នាទីទេបើសិនវាស៊ីអស់យើងអាចថែមប៉ុណ្ណឹងទៀតនេះវាស៊ីចង់អស់ហើយបងប្អូនឃើញទេអញ្ចឹងយើងថែមតិចទៀតណាយើងថែមតិចទៀតប៉ុន្តែកែបនេះកែបជាទូទៅបើសិនជាចំណៃលើសពី10នាទីឈប់ស៊ីហើយវាអត់ដូចមន់ដូចទេយើងហ្នឹងណាបាទដូចមន់ដូចទេយើងវាស៊ីរហូតណាបាទសល់ពីព្រឹកល្ងាចវាអាចស៊ីទៀតវាស៊ីថាស៊ីមិនអស់ក៏អាចស៊ីបាន50% 60%ដែរតែកែបទៅសល់ហើយគឺចាស់ហើយអត់ស៊ីទេណាបាទអញ្ចឹងគឺយើងដាក់ប៉ុណ្ណឹងប៉ុន្តែវាអាចចិត្តឆ្អែតដែរបងប្អូនយើងដាក់2ដងរាយចិត្តខ្លួនវាប៉ុណ្ណឹងណាបាទប្រមាណណាយើងអាចបើសិនតែយើងគណនាទៅថាតាមបច្ចេកទេសគឺតូចប៉ុណ្ណេះគេអាចឲ្យស៊ីពី5%ទៅ6%នៃដងខ្លួនណាតែបើថាយើងមិនបានថ្លឹងទេយើងដាក់តាមការអនុវត្តជាក់ស្ដែងបាទការអនុវត្តជាក់ស្ដែងហើយបើសិនតែយើងអនុវត្តថា5%ទៅ6%អាហ្នឹងវាគ្រាន់តែជាជុំភាគឬដែលគេគណនាដែលគេស្រាវជ្រាវអញ្ចឹងបើសិនថ្ងៃខ្លះវាអត់សូវឃ្លានចំណៃថ្ងៃខ្លះវាឃ្លានខ្លាំងអញ្ចឹងវាធ្វើឲ្យកែបយើងស៊ីពេលខ្លះស៊ីសល់ទៅពេលខ្លះស៊ីអត់ឆ្អែតអញ្ចឹងណាបាទនេះវាស៊ីអស់ទៀតអញ្ចឹងយើងអាចថែមទៀតអញ្ចឹងណាដោយសារវាមកពីខាងនេះផងឃើញបងឃើញវារត់មកបើសិនជាប្រមាណក្បាលហើយជា50ក្បាលមិញ20ក្បាលមិញហ្នឹងវាស៊ីតដាក់តែ2ដងមិញឆ្អែតតែនេះពុកវាមកទៀតអញ្ចឹងណាបាទអញ្ចឹងបើសិនតែយើងដាក់ទៅតាមទ្រឹស្ដីបាទដាក់ទៅតាមទ្រឹស្ដីមិនដាក់តាមការអនុវត្តជាក់ស្ដែងអញ្ចឹងវាអត់ខុសទេប៉ុន្តែគាត់ថាវាពេលខ្លះវាស៊ីអត់សូវឆ្អែតប៉ុន្តែក៏យើងចាំបានដូចគ្នាប៉ុន្តែស៊ីអត់ទៅស្អែកអាចធ្វើឲ្យវាខាងគ្នាមួយទៀតវាអាចធ្វើឲ្យកង្កែបយើងហ្នឹងគឺពេលដែលវាស៊ីវាអត់សូវឃ្លានណាថ្ងៃណាវាអត់សូវឃ្លានគឺវាធ្វើឲ្យកង្កែបហ្នឹងវាសល់ចំណៃយើងចោលអញ្ចឹងណាអញ្ចឹងគឺយើងដាក់អនុវត្តឲ្យតាមបទជាក់ស្ដែងប៉ុន្តែយើងអាចយកតាមទ្រឹស្ដីបាទតាមរូបមន្តទ្រឹស្ដីហ្នឹងធ្វើជាគោលបានអញ្ចឹងកែបប៉ុណ្ណេះវាស៊ីមិនអាចលើសពី
7% ấy này đo luôn với thế chẳng vì ai làm yên tinh thôi như này rồi có vì si có mình ai cao vì 4% gì này tầm 4% từ 7% chẳng tới từ trong từ đấy thì đã ai thả 5 tới 1% chẳng á bạn chẳng cứ dân bộ tha dân là vô dân tịch tôi ban thằng con ấy tế dân đặt tam ca dân ăn vào cái đấyคือđược trong ban prap của vùng đạn đấyคือdân ba chẳng tới đấy ba chẳng tới hay vì màu xì bà chứ tôi tới tầm đó vui thả đòn tì á bà tại bà sân gì trận này dựng bài đó tật liêm lớp bị pram này tí à nó cứ nhưng cứ thả lên xì á bà lên xì á bà vua còn cái vì chỉ sạt đài si mặc rọm mặt đông á ở đội món trận này tôi của si ban là trận này thông của si ban tê bà chấn tùm hôm còn cai và pan mẹ đáy xị bay ly lơ cho pan mẹ chớn xị buồn ly nè bà cho mà phay mà cả lô sam sập mà cả lô ấy sai sập mà cả lô ấy anh nắng về sơ xị cho một mùi ly chẳng á giờ đội món à cho đây tôi và pan crop làm ngó còn việc chặt bàn cho đây và pan lăng petro miền ấy miền nào miền chay miền là một miền ấy có với xị bàn có với chặt bàn chẳng á bà thành cái bỏ đều dân tới tầm rơi tam tầm rơi cả bảo vía cứ tầm hôm mùi mà nè chẳng á bà tầm hôm mùi mà nè thì dân bà cho tới cái việc sau cái phim lỏ cứ việc máu rồi bà cả đây sau cái phim lỏ cứ việc máu rồi cả đây việc sau cái phim sơi lỏ cứ bây mình khoai khoai đường trên này đây chẳng á đôi tầm nơi dân chơi chăng cả chơi mình sơi lực ni bài tật ấy tê chẳng á bà chẳng ai bàn về để dẫn trước cái ao dân sẽ học bài học ở bàn trên nào mình cầm lặng nhá đó bà tại bà tha ọt chư vẫn lựa liễn lực khơi lên bài thì này nhá đó bà nâng cái còn việc đôi khi này chẳng dân mơ trong nâng pan nâng dân châu tới trong môi tiệt bà tàu mấy đang dù tịch á bà nhân một hàng bà trong mấy đang chả nó bà đang chả ngày nói về nơi lơ cốt về mà nơi không tật bà không tật nó tật chết ơi còn cái sao có phim ó bàn về nơi bạn bà sao có phim sơ ló về từ tôm lơ cốt có hay về họ miên cầm lăng là non ca hai đây miên cầm lăng ca hai cho lạc luôn ấy tệ bạn anh ấy có về bay ly đà nè bạn này bay ly được nè nè bay ly được nè trongนี้có bay ly đà bạn bay ly được nè bạn trongนี้ยังตระดตะกายไอเวียกับขวาให้นะเวียกับขวาให้จังยังตระดตะกายbạn chẳng trongนี้ยังตระดะมาลีหายคือกงออกbạnน้องปอนคือยังมามันใส่เคยเต้bạnยังกงออกbà dừng thọt ở chất tích ảnh mới khơi về này hàng cào nó không bà chắc những đạm lý bà nè những bà chứ nè bà chẳng tới bạn ở đây dừng bà chẳng về bà chưa mở sự tu tiết bạn về lại mà si khơi mọt đồ để tray ấy nó không sạch dừng cho si chẳng nè si cho này chẳng bà này về chập đam làng mà mùi ấy nè bạn nè này chập đam làng mà muối hay vì si lệ cái này vì si cứ bẹp nâng nè bạn tại nên bóng ôn dương đài tinh côn cho tới chấm mình chỉបញ្ហារបស់យើងទេណាយើងcònតែដឹងត្រួសទៅក៏បានដែរមិនចាំបាច់ដឹងបាត់អីទេព្រោះអានេះវាជាកូនក្អុកទេណាបាទសំខាន់ធ្វើម៉េចយើងមកថែកូនកាប់យើងឲ្យបានល្អហ្នឹងអានេះវាចាប់ដើមអាស៊ីណាអញ្ចឹងតោះយើងទៅត្រង់ទៀតបាទបាទបងប្អូនត្រង់នេះយើងចូលដល់ត្រង់ធំហើយគឺត្រង់8លីត្រង់8លីនេះគឺយើងវាចូលជាត្រង់កង្កែបសាច់ឬក៏ជាត្រង់មេពូជបាទគឺយើងអាចធំហើយនេះគឺយើងអាចជាថាធ្វើជាកង្កែបបោឬក៏បងប្អូនយើងរើសធ្វើពូជអីគឺយើងអាចធ្វើពូជផ្ដាបានហើយអញ្ចឹងណាបាទសម្រាប់ចំណីបាទនេះកង្កែបនេះវាអាចមានរយៈពេលប្រហែលជាខ្ទង់20ថ្ងៃ
បាទ20ថ្ងៃឬក៏25ថ្ងៃបន្ទាប់ពីយើងបានទិញកូនទៅបាទបានទិញកូនទៅគឺទំហំអាចបានប៉ុណ្ណឹងហើយប៉ុន្តែអាហ្នឹងអាស្រ័យលើយើងថែទាំនិងបុកចំណីបាទដាក់ចំណីឲ្យវាបានស៊ីឆ្អែតណាបាទបើសិនណាពេលខ្ញុំចាំដបងខ្ញុំអត់ដឹងគឺដាក់ចំណីបន្តិចអញ្ចឹងគឺអ្នកដែលគេចិញ្ចឹមដំណើរគ្នាហ្នឹងចែកគេធំអស់ហើយឧទាហរណ៍គេបាន1-2ខាំហើយឯងទាំងបាន1ខាំហើយតរំតែយើងដឹងថាយើងដាក់ចំណីស្ទើបុកចំណីវិញតរំទៅវាស្ទុះវិញដូចសัตว์ហ្នឹងហើយមិនថាសត្វមិនថាមនុស្សដូចទៅថាវាបាក់កម្លាំងបាក់ចំណីអញ្ចឹងទៅគឺវាស្ទុះវាមានការយឺតយ៉ាវអញ្ចឹងណាវាមានការយឺតយ៉ាវអញ្ចឹងវាធ្វើឲ្យយើងហ្នឹងគឺខាតទៅវិញណាបាទយើងចំណីឲ្យរៀងច្រើនបន្តិចបានវាស្ទុះមកវិញបាទហើយទំហំប៉ុណ្ណេះបើសិនជាកង្កែបយើងមានតូចមានធំក៏យើងអាចត្រូវប្របែកដែរយើងចាប់អាធំឬក៏ចាប់អាទូជាងគេទៅដាក់ត្រង់ផ្សេងហើយឲ្យវានៅប៉ុណ្គ្នាអញ្ចឹងគឺយើងអាចកង្កែបហ្នឹងឧទាហរណ៍យើងដាក់5000ឬក៏2000ឬក៏3000អញ្ចឹងគឺយើងអាចលក់ដំណើរគ្នាបានវាទំហំជ្រៀកគ្នាខ្លះប៉ុន្តែវាអាចយើងថាមើលទៅវាអាចថាទទួលយកបានណាបាទតែបើសិនតែយើងឧទាហរណ៍ថាមួយត្រង់នេះយើងដាក់1000យើងដាក់ប្រហែលត្រង់2 3 4ត្រង់អញ្ចឹងទៅអញ្ចឹងបើយើងអត់ប្របែកសោះពេលដែលយើងចាប់កែបវាមុខមានអាខ្លះ2ខាំអាខ្លះ1ខាំកន្លះអាខ្លះ1ខាំអាខ្លះស្ទើ1ខាំអញ្ចឹងវាអាចអញ្ចឹងបាទអញ្ចឹងគឺធ្វើឲ្យអ្នកទទួលទិញហ្នឹងគឺគាត់រៀងឲ្យយើងរើសឬក៏ឲ្យយើងចាប់តាធំអញ្ចឹងណាបាទឬក៏អ្នកកែបមកគេឲ្យយើងចាប់តាតូចព្រោះគេចង់បាន7 8 1គីឡូអញ្ចឹងណាឲ្យយើងចាប់អា1ខាំជាងឲ្យគេអញ្ចឹងណាអញ្ចឹងធ្វើឲ្យយើងពិបាកដូចថាឈ្មួញកែបោកគេមកមើលវាមានតូចមានធំអញ្ចឹងទៅវាពិបាកឬក៏ឈ្មួញសាច់ដូចគ្នាគេចង់បាន5 គីឡូ1-2ខាំអញ្ចឹងក៏វាពិបាកក្នុងការចាប់អញ្ចឹងណាហើយធ្វើយើងហត់ដែរបើយើងប្របាយឲ្យទៅគេមកឃើញអូតើតែយើងដាក់5ត្រង់អញ្ចឹងយើងជ្រេតែស្មើគ្នាអារៀងស្ទើហ្នឹងរៀងតូចហ្នឹង2ត្រង់ទៅអាធំហ្នឹង3ត្រង់ទៅអញ្ចឹងអ្នកកែបសាច់មកឃើញក៏យក3ត្រង់ទៅអ្នកកែបបោកមកឃើញក៏យក2ត្រង់ទៅអញ្ចឹងណាយើងធ្វើឲ្យគេងាយស្រួលហ្នឹងជាតម្រូវការរបស់អ្នកទិញណាអ្នកទិញគឺគេគិតចាំបាទអញ្ចឹងយើងលក់ឲ្យគេយើងត្រូវតម្រូវតាមចិត្តគេអញ្ចឹងណាបាទហ្នឹងហើយសួរថាហេតុអីបានកែបហ្នឹងវាមានធំមានតូចកត្តាដែលមានធំមានតូចវាមានពី3ចំណុចដែរចំណុចទី1វាស៊ីចំណេះអត់តាន់គេទោះបីជាពេលដែលយើងយកកូនទៅភ្លាមប៉ាន់មេដៃដូចគ្នាប៉ុន្តែដល់ពេលវាស៊ីចំណេះអត់តាន់គេវាធ្វើឲ្យវាស្ទុះយឺតជាងគេទី2កត្តាភេទញីភេទឈ្មោលអញ្ចឹងឈ្មោលវាទូចជាងញីអញ្ចឹងតើកាលណាញីវាស៊ីចំណីច្រើនវាធំលឿនហើយឈ្មោលវាធំយឺតអាចខុសពីម៉េហ្នឹងពាក់កណ្ដាលម៉េអាចដុំ7 8ខាំឈ្មោល4ខាំហ្នឹងចង់តឹងបាទបងប្អូនយើងដាក់ចាំដឹងគឺវាទូចជាធម្មជាតិរបស់វាទូចហ្មងឈ្មោលសម្រាប់កង្កែបអញ្ចឹងវាអាចធ្វើឲ្យវាកម្រិតលំអៀងតិចទៅបាទស៊ីចំណីមិនសូវតន់គេផងអត់ស៊ីចំណីផងអាអ្នកស៊ីចាស៊ីទៅអាអ្នកស៊ីចាធំទៅអាអ្នកអត់ស៊ីនៅអាស្គមដែរកាន់អាស្គមណាហ្នឹងកត្តាពីរហ្នឹងសំខាន់ដែលធ្វើឲ្យកែបយើងវាអត់ស្មើគ្នាបើថាយើងទិញកូនទៅអ្នកដាក់ឲ្យដាក់អត់ស្មើទៀតអាហ្នឹងកាន់តែលំអៀងកាន់តែខ្លាំងបាទហើយ50នៅពេលអាទូដែលយើងយកទៅភ្លាមហ្នឹងវាស៊ីគ្នាលេខគ្នាខាំគ្នារបួសងាប់អញ្ចឹងណាបាទអត់ដឹងមូលហេតុទៀតបាទបាត់កែបអត់ដឹងមូលហេតុដោយសារវាស៊ីគ្នាលេខគ្នាអញ្ចឹងណាបាទអញ្ចឹងយើងចាប់ពីទិញទៅប៉ុន្តែមេដៃហ្នឹងយើងអាចជ្រេម្ដងឬក៏2ដងបាន2ដងល្អអញ្ចឹងណាតែបើកែបខ្លះគេដាក់ទៅឲ្យយើងស្អាតហើយគឺមហត់ជ្រេទេបាទវាអាចមានចឹងដែរណាហ្នឹងហើយតែយើងមើលតាមជាក់ស្ដែងបងប្អូនបើកែបយើងមានតូចមានធំឧទាហរណ៍ថាមានប៉ុណ្ណេះហើយមានលេខមួយប៉ុណ្ណេះជើងអីយើងចាប់ចេញទៅព្រោះនេះវាធំហើយបាទហ្នឹងហើយតោះយើងទៅមើលត្រង់ទៀតបាទត្រង់នេះគឺជាត្រង់ស៊ីចំណីចំនួន4លីទំហំ4លីមិនចំនួន4លីទំហំ4លីបាទចឹងយើងបាក់ចឹងទៅបាទគឺស៊ីហើយតបាក់ហើយបាទមើលកូនកែបបាទ
បាទកូនកើតដែលយើងសុខភាពល្អគឺយើងសកម្មភាពវិញអញ្ចឹងបងបាទលោតទៅដើមចំណីអញ្ចឹងណាបាទហើយកត្តាដែលធ្វើឲ្យកើតសុខភាពល្អទី1ការផ្លាស់ប្ដូរទឹកទំហំចំណីត្រង់យើងមានតបោប្រក់អីត្រឹមត្រូវបាទចំណីមានប្រូតេអ៊ីនគ្រប់គ្រាន់បាទការផ្លាស់ប្ដូរទឹកអីទឹកនឹងវាកុំឲ្យវាក្រិចអីចឹងណាបាទហ្នឹងហើយធ្វើឲ្យកើតយើងគឺវាធំធាត់លឿនហើយស្អាតហើយបាទហ្នឹងហើយចឹងវីដេអូនេះបង្ហាញបងប្អូននៅក្បោះក្បាយហ្មងក៏ឲ្យវារៀងវែងបន្តិចបាទនៃត្រង់មួយទៀតស៊ីទំហំ4លីដែរគាត់ថាត្រង់នេះវារៀងតិចជាងត្រង់មុនប្រហែល1000ជាងអាត្រង់នេះប្រហែលជា500ទេបាទចឹងពីត្រង់ហ្នឹងវាចូលប្រហែលជា2000ដែរបាទ2000ដែរបាទហើយដូចខ្ញុំជែកពីវីដេអូមុនអញ្ចឹងគឺត្រង់នៅខាងខ្ញុំមានដាក់សំណាញ់ដោយសារមានសัตว์បាទសัตว์ពេជ្រចាបបាទសត្វបក្សីហ្នឹងគឺវាមកញីបាទស៊ីចំណីយើងស៊ីកូនកាប់យើងហើយក៏ដាក់ទៅបាទហើយចឹងត្រង់មួយនេះទៀតក៏យើងដាក់ទំហំ1លីដែរបាទគឺជាប្រភេទកូនខុសដូចគ្នាបាទចឹងគឺយើងបាចទៅបាទចឹងកូនក្អុកយើងដាក់ទឹកច្រើនណាបាទកូនកង្កែបយើងដាក់ទឹកតិចទេណាតែបើយើងចង់ដាក់ទឹកច្រើនគឺយើងត្រូវមានស្នោមានអីប្រតេងបតោងឲ្យវាទុំដែរណាបាទហ្នឹងហើយតែបើយើងដាក់ជាតកួនអីអត់ល្អទេណាបងប្អូនបាទដាក់ជាតកួនយើងដាក់បានមួយអីណាតែបើសិនថាគាត់ថាយើងដាក់បានតែបើយើងប្រៀបធៀបជាមួយនឹងស្នោចូលដែលយើងដាក់បដែតដូចបងប្អូនបានឃើញក្នុងត្រង់ហ្នឹងគឺវាចាញ់ទេបាទអាស្នោហ្នឹងយើងដាក់ទៅវាស៊ីចំណីចូល95%អត់មានទៅដែតអីចំណីចោលទេអត់ទេណាអត់ទេបាទនេះវាចាប់ដើមស៊ីបងប្អូនបាទស៊ីរេះហើយបាទនេះស្នោនេះណាបាទនេះជោអានោះផិតជាជោទេមិនជាស្នោទេជាជោនឹងដាក់ទៅល្អបាទប៉ុន្តែវាចាប់ផ្ដើមចេះខាំដៃបដាហើយបាទនេះមកបងប្អូនឃើញទេបាទវាចាប់ផ្ដើមពីប៉ុនមេដៃមេជើងទៅវាចាប់ផ្ដើមចេះលោតខាំដៃហើយតែបើនៅតូចអត់ទេណានៅតូចអត់ទេបាទអូស្អាតណាស់បងប្អូនអើយនេះឃើញទេស្អាតបាទស្អាតមែនតើដែលវាលោតដែលមានចលនាមកខាងដៃនេះវាមាន2កត្តាទី1វាឃ្លានចំណីបាទទី2សុខភាពវាល្អបាទតែកត្តាដែលវាមានចលនាលោតអីនេះល្អនេះវាសុខភាពល្អប៉ុន្តែហើយវាលោតខាងដៃយើងហ្នឹងគឺវាឃ្លានចំណីបាទលក្ខណៈឬក៏សម្គាល់ដែលវាឃ្លានចំណីខ្លាំងណាឃ្លានចំណីខ្លាំងគឺដាក់ចំណីដូចយើងមិញយើងដាក់ចំណីអានេះយើងត្រូវដាក់ចំណីទៀតណាបាទដាក់ចំណីទៀតបាទតោះកុំឲ្យខាតពេលវេលាយើងយូរបងប្អូនអញ្ចឹងយើងមកបង្ហើយត្រង់ឬក៏បិទវីដេអូយកយើងបាទគឺរយៈពេលវែងមែនតើហើយបាទបញ្យលនេះគឺក្បោះក្បាយមែនតើណាបាទអញ្ចឹងត្រង់នេះគឺយើងដាក់ជាប្រភេទម្សៅបាទគឺយើងរយអត់ឃើញដៃខ្ញុំរយអញ្ចឹងគឺយើងដាក់រយបាទយើងរយអញ្ចឹងរយពេញត្រង់ហ្នឹងហើយក៏យើងមានលាយជាមួយនឹងទំហំ1លីបាទទំហំ1លីក៏យើងរយខ្លះដែរត្រង់នេះគឺយើងត្រូវដាក់ 0.6 បាទបានន័យថាកន្លះលីបន្តិចតែដោយសារខ្ញុំអត់បានដាក់មកអញ្ចឹងយើងដាក់1លីឲ្យស៊ីហ្មងបាទដោយសារក្រុមហ៊ុនចំណីដែលយើងប្រើនេះគឺទំហំវារៀងតូចល្មមហើយកម្រិតពីមួយទៅមួយគឺមិនច្រើនទេអញ្ចឹងយើងអាចជំនួសគ្នាបានណាបាទអញ្ចឹងទំហំអានេះយើងដាក់1លីស៊ីទាំងអស់ត្រង់នេះក៏យើងដាក់1លីដែរបាទអញ្ចឹងបងប្អូនយើងនេះគាត់ថាបងប្អូនយើងដែលចាប់ដើមចិញ្ចឹមទិញកូនយកដាក់ចិញ្ចឹមនេះគាត់ថាជាការមើលកំសាន្តទេអាកូនក្អុកនេះណាបាទយើងមិនចាំបាច់
ចេះក៏បានដែរបាទព្រោះចំណុចសំខាន់គឺយើងដាក់ចាំកូនហ្នឹងឲ្យវារស់សិនណារស់សិនហើយចាំយើងអភិវឌ្ឍបន្តណាអភិវឌ្ឍបន្តនោះខ្ញុំដាក់ស្នោមួយចូលមួយដែរអញ្ចឹងគឺនេះយើងដាក់បាទថតច្រាស់ថ្ងៃវារៀងចាំងថ្ងៃតិចបងប្អូនបាទហើយចូលមកដល់ត្រង់នេះគឺយើងដាក់ម្សៅដូចគ្នាបងប្អូនណាម្សៅថតច្រាស់ថ្ងៃមើលមិនសូវឃើញបងប្អូនហ្នឹងហើយម្សៅហ្នឹងហើយអញ្ចឹងយើងសកម្មភាពរបស់យើងក៏មានប៉ុណ្ណឹងបង្ហាញបងប្អូនសង្ឃឹមថាបងប្អូននឹងអាចយល់បានច្រើនណាយល់បានច្រើនសម្រាប់ត្រង់នេះត្រង់របស់យើងអញ្ចឹងយើងនឹងជួបគ្នានៅវីដេអូក្រោយទៀតបងប្អូនមានចម្ងល់អាចឆាតសាកសួរបានអាច call សាកសួរបានណាបាទចង់លឿន call អាចសាកសួរបានហ្នឹងហើយអញ្ចឹងអរគុណច្រើនបងប្អូនជួបគ្នាវីដេអូក្រោយ